ស្ដីទាំងអស់គ្នាព្រឹកនេះគឺខ្ញុំទៅផ្សារអាស៊ានម្ដងតែអាស៊ានហ្នឹងរបៀបផ្សារចិនណាបងប្អូនហើយអ្វីដែលសំខាន់គឺថាមេឃអាកាសធាតុថ្ងៃនេះគឺល្អអត់ត្រជាក់អីទេអញ្ចឹងចង់ចេញទៅក្រៅហើយសំខាន់គឺទៅផ្សារតែខ្ញុំបានដូចជានំស៊ីឈួនដែលខ្ញុំចង់ធ្វើសុំញ៉ាំអញ្ចឹងណាហើយជាពិសេសអ្នកនៅសុកត្រជាក់ចេះបើថាបានសុកក្រៅញ៉ាំគឺថាមានរសជាតិឆ្ងាញ់មែនតើអូខេបងប្អូនឥឡូវហ្នឹងយើងធ្វើដំណើរទៅទាំងអស់គ្នាចង់ដឹងថានៅក្នុងផ្សារអាស៊ានដែលគេលក់ហ្នឹងគឺមានទិដ្ឋភាពវាមិនខ្លះអ្នកនរអាចមើលនៅក្នុងវីដេអូនេះបានបាយនិយាយចំនៅមកប្រឡងនេះគឺថាមានផ្សារគ្រប់ប្រភេទមានរបៀបណារបៀបបដុំបងនិយាយថាម៉េចនេះបដុំផ្សារដែលគេបដុំផ្ទះដែលគេរស់នៅគឺមានទាំងផ្សារមានទាំងសាលារៀនមានទាំងប៉ែតដោយសារតែបដុំនេះវានៅឆ្ងាយពេកអញ្ចឹងវាគេបង្កើតជាភូមិមួយអញ្ចឹងណាបងប្អូនភូមិហ្នឹងមានទាំងផ្សារមានទាំងប៉ែតមានទាំងសាលារៀនមានទាំងរបស់និយាយចំផ្សារនៅអាមេរិកមិនរបៀបនៅតាមភូមិអញ្ចឹងគឺគេតែងតែដាក់មួយជាប់គ្នាអញ្ចឹងហ្មងដើម្បីឲ្យគេស្រួលទិញអញ្ចឹងណាមានទីពេទ្យមានទេសនាមានអាស្មានមានអីប្លុកយីរូបដូចមកប្លុកមានមួយអញ្ចឹងហ្នឹងឯងអ្នកហើយនោះគឺជាផ្សារដែលពួកខ្ញុំត្រូវចូលនោះក្រហមមានខ្លាំងទីហ្នឹងគឺផ្សារចិនហ្នឹងអត់មានដែលគេហៅថាអាស៊ានម៉លណាបែបអាស៊ីបណ្ដោយនិយាយចំទៅប្រភេទអាហារនៅហ្នឹងគឺខ្ញុំទិញច្រើនគឺរសជាតិឆ្ងាញ់បងប្អូនអាហ្នឹងជាបទពិសោធន៍របស់ខ្ញុំទេណាហើយបងប្អូនអ្នកនៅខ្មែរគឺគាត់ចង់ដឹងថាទិដ្ឋភាពផ្សារនៅអាមេរិកហ្នឹងមិនដែរអញ្ចឹងអាចតាមទស្សនៈបន្តផ្សារមានអញ្ចឹងឯងមាននៅក្នុង mall អញ្ចឹងឯងតែបើមានលក់ដូចនៅខ្មែរយើងអញ្ចឹងដូចនៅ Chicago Chinatown ណាគេលក់តាមផ្លូវនៅដីដូចនៅខ្មែរយើងអញ្ចឹងដល់ពេលយើងចូលកន្លែងមានអារម្មណ៍ថាយើងនៅផ្ទះយើងដូចនៅអាស៊ីនៅតាមផ្សារអញ្ចឹងណាអូខេបងប្អូនឥឡូវនេះគឺយើងដល់ផ្សារហាក់កាស្ទីនៅក្រៅហ្នឹងដូចជាមិនដល់ផ្សារដែរបើធ្វើទៅតែដល់ផ្សារហ្នឹងតែអានេះខ្លីធម្មតាទេដោយសារតែវាអត់ស្គាល់វាអត់ស្គាល់ទេបងប្អូនចូលផ្សារអស់ចឹងហើយខ្ញុំក៏បានចូលមកដល់ផ្សារនៅអ្នកនរគ្នាឃើញចឹងការរៀបចំរបស់គេគឺជារបៀបបែបចិននេះចឹងណាអញ្ចឹងហើយនៅក្នុងនោះក៏មានសាប៊ូលក់ជាងគេក៏ប្រភេទគ្រឿងចិនដូចគ្នាដែរអញ្ចឹងយើងមុននឹងយើងទៅយកអវ៉ាន់គឺយើងត្រូវយកអត់ទេយកអីចឹងទៅដើម្បីយកអវ៉ាន់មកដាក់នៅលើហ្នឹងដោយសារតែយើង plan នេះយើងទិញច្រើនគួរសមដែរអញ្ចឹងណាតែអ្វីដែលសំខាន់ខ្ញុំចូលមកដល់នេះគឺថាមានផ្លែឈើរបៀបដូចត្រាវដលងអីគូសាប៊ូមែនតើហើយអ្នកនរគ្នាអ្នកនៅអាមេរិកនេះបើសិនជាភាគច្រើនណាគេញ៉ាំរបៀបត្រាវវាខ្ចប់កក់ស្រាប់ចឹងណាតាំងវាអត់សូវឆ្ងាញ់ដូចត្រាវដុំដូចទូចែរបៀបអញ្ចឹងគេហៅធម្មជាតិអីចឹងណាអស់គ្នាហើយផ្សារហ្នឹងដែរនិយាយមែនរកអីក៏បានដែរជើងមាន់ជើងទាគឺថាសាប៊ូមែនតើនៅផ្សារហ្នឹងអញ្ចឹងហើយនេះទៅជាទស្សនវិជ្ជានៅក្នុងផ្សារចិនដែលរស់នៅក្នុងរដ្ឋអាមេរិកដែលខ្ញុំកំពុងតែរស់នៅក្នុងរដ្ឋមីនីសូតាអ្នកទាំងអស់គ្នាហើយបើមើលផ្លែដូងនេះវិញនិយាយពីថាស្រស់មែនតើហើយតម្លៃក៏ធូរថ្លៃដែរវាមិនមែនតែប៉ុណ្្នឹងណាវាមានច្រើនជាងនឹងទៀតខ្ញុំនិយាយអស់ទេអ្នកនរគ្នាអញ្ចឹងមើលតាមការគួរទៅតែសារតែខ្ញុំបិទសលេងផ្ទាល់គឺវាមានប័ណ្ណចម្រៀងនៅក្នុងហ្នឹងអញ្ចឹងទៅខ្ញុំក៏បិទសលេងផ្ទាល់ខ្លះចាប់ copyright អញ្ចឹងអ្នកនរគ្នាមើលអំពៅមើលស្ដែកដីនិយាយមែនគ្រឿងនំគ្រឿងអីគឺថាសប្បាយតែងហ្មងអញ្ចឹងហើយនៅអាមេរិកនេះដូចអ្នកនរគ្នាបានដឹងចឹងវាមិនខ្វះរបស់ញ៉ាំទេតែអ្វីដែលខ្វះគឺថាយើងត្រូវខំរកលុយដើម្បីទៅទិញរបស់អស់ហ្នឹងព្រោះវាថ្លៃណាស់ឃើញទូចចឹងឬក៏របស់ធម្មជាតិចឹងណាប៉ុន្តែបើគិតជាលុយទៅក៏អស់គួរសមដែរអញ្ចឹងហើយជីវិតអ្នករស់នៅអាមេរិកគឺថារកលុយបានច្រើនគួរសមមែនក៏ប៉ុន្តែការចាយបើសិនជាយើងត្រូវការដូចថាយើងចង់ញ៉ាំអីដូចចិត្តយើងហ្មងគឺថាអស់លុយច្រើនមែនតើជាពិសេសគឺម្ហូបខ្មែរអ្នកទាំងអស់គ្នាអញ្ចឹងហើយទស្សនវិជ្ជាក្នុងផ្សារចិនដែលខ្ញុំកំពុងតែបង្ហាញទៅកាន់អ្នកទាំងអស់គ្នាហ្នឹងគឺជាប្រភេទលក់ម្ហូបបែបចិនអញ្ចឹងក៏វាមានបន្លែខ្មែរដែរអញ្ចឹងទៅក៏ខ្ញុំមកទិញនៅផ្សារហ្នឹងដែរក៏ប៉ុន្តែហើយក៏អស់គ្នានិយាយមែនណានិយាយថាគៀវដែលគេដាក់តាំងនេះឆ្ងាញ់ហ្មងខ្ញុំនិយាយមែនរសជាតិបែបរបៀបវាស្រួយហើយសំខាន់វាមានជាតិឆ្ងាញ់ហ្មងហើយជីវិតគេអ្នករស់នៅអាមេរិកនេះគឺថាប្រជាជនគេដែលថាតាមខ្លះផ្សារចិនគេទៅផ្សារចិនចឹងទៅជនជាតិខ្មែរទៅតាមផ្សារជនជាតិខ្មែរផ្សារឡាគេទៅផ្សារឡាយចឹងទៅក៏ប៉ុន្តែសម្រាប់ខ្ញុំវិញគឺខ្ញុំនឹងនាំអ្នកនរគ្នាទៅមើលផ្សារគ្រប់ប្រភេទរបៀបគ្រប់ជាតិសាសន៍ហ្មងផ្សារកាំងផ្សារខ្មែរផ្សារអីទេគឺខ្ញុំនាំអ្នកនរគ្នាទៅមើលដើម្បីដឹងថាជីវិតរស់នៅស្រុកគេនេះតើយើងគួរតែយល់ដឹងក៏ដូចជាការចែកម្លែកអីផ្សេងអញ្ចឹងទៅណាបងប្អូនហើយសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំមកអាមេរិកនេះបានត្រឹមតែ 4-5 ខែទេក៏ប៉ុន្តែការផ្លាស់ប្ដូររបស់ខ្ញុំអាចនិយាយបានថាគឺខ្ញុំអាចរស់នៅបានចោះសម្រងបានអញ្ចឹងទៅបងប្អូនហើយដូចបន្លែនេះអញ្ចឹងខៀវសង្កាត់អញ្ចឹងទៅហើយតម្លៃក៏វាអត់សូវថ្លៃជាប្រមាណដែរវាថ្លៃតែតាមបន្លែមួយចំនួនដូចអ្នកអស់បានឃើញអញ្ចឹងបើតកួនវិញនិយាយពីថាមិនលុកទេហ្នឹងដោយសារតែប្រភេទវាយើងក៏ដឹងដែរថាហេតុអីបានតកួនថ្លៃម្ល៉េះនៅអាមេរិក
គឺគាត់អាចមើលបាន search មើលព័ត៌មានផ្សេងៗក៏ដូចជាការរស់នៅការជីវភាពរបស់គេរាល់ថ្ងៃហ្នឹងតើគេរស់នៅរបៀបម៉េចចឹងបងប្អូនអាចចូលមើលនៅក្នុង YouTube របស់ខ្ញុំបានដែលខ្ញុំចែករំលែកបទពិសោធន៍ពិតៗរបស់ខ្ញុំតែម្ដងហើយអ្វីដែលសំខាន់គឺខ្ញុំទៅតែម្ដងថ្មីទៀតអញ្ចឹងហើយជាហេតុធ្វើឲ្យខ្ញុំមានការចង់ចែករំលែកទៅកាន់បងប្អូនដែលគាត់កំពុងតែត្រៀមមកដូចគ្នាអញ្ចឹងការដើរផ្សាររបស់ខ្ញុំបញ្ចប់តែត្រឹមហ្នឹងទេជួបគ្នានៅវីដេអូក្រោយ